តបបញ្ចប់បេសកកម្មដើរថ្មើរជើងកុយអេណាមិនខ្វល់រឿងថេសម្រស់មានគម្រោងបន្តបេសកកម្មថ្មីគ្រាន់តែបញ្ចប់បេសកកម្មដើរថ្មើរជើងមិនបានប៉ុន្មានថ្ងៃផងស្រាប់តែកញ្ញាកុយអេណាមានគម្រោងនឹងបន្តបេសកកម្មថ្មីជាបន្តទៀតដើម្បីផ្សារភ្ជាប់តំបន់ទេសចរណ៍នៅកម្ពុជាដោយមិនខ្វល់ពីរឿងថែរក្សាសម្រស់បេសកកម្មដើរថ្មើរជើងរបស់កញ្ញាកុយអេណាពីទីក្រុងភ្នំពេញទៅខេត្តសៀមរាបបានផ្ទុះកក្រើកពេញក្នុងនិងក្រាស់ប្រទេសនិងទទួលបានការគាំទ្រពីមហាជនអ្នកខ្លះស្ទើរតែមិនជឿថានារីដ៏ស្រស់ស្អាតរូបនេះអាចនឹងធ្វើបាននោះទេដែលសុខចិត្តលះបង់សម្រស់កម្លាំងកាយចិត្តដើរចម្ងាយរាប់រយគីឡូម៉ែត្របែបនេះប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះគឺកុយអេណាធ្វើបានសម្រេចក្នុងបេសកកម្មរបស់ខ្លួនថែមទាំងបានសក់យកបេះដូងយ៉ាងច្រើនពីមហាជនជាមួយនឹងភាពជោគជ័យរបស់ខ្លួននេះកញ្ញាកុយអេណាក៏មានគម្រោងបង្កើតបេសកកម្មថ្មីមួយទៀតដើម្បីផ្សារភ្ជាប់តំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជាដោយគម្រោងពីភ្នំពេញទៅខេត្តសៀមរាបដែរកញ្ញាកុយអេណានៅពុំទាន់បង្ហើបប្រាប់ថានឹងបន្តបេសកកម្មទៅពេលខាងណានៅឡើយទេដោយសារទើបតែបញ្ចប់បេសកកម្មទី1របស់ខ្លួននាងថាគម្រោងអាចនឹងចេញរូបរាងក្នុងពេលសប្តាហ៍ខាងមុខបន្ទាប់ពីបំពេញបេសកកម្មទី1ចប់កញ្ញាកុយអេណាក៏បានបង្ហាញវត្តមានថ្មីជាមួយស៊ុតសម្លៀកបំពាក់អប្សរាយ៉ាងស្រស់ស្អាតនៅទឹកដីអង្គរតាមរយៈវីដេអូនិងរូបភាពរបស់នាងគឺបានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិជាច្រើនក្រឡេកមកមើលសម្រស់កញ្ញាកុយអេណាវិញគឺមានការប្រែប្រួលច្រើនមិនស្រស់ស្អាតដោយកាលពីមុនទេជាពិសេសសម្បុរស្បែករបស់នាងពេលនេះកាន់តែឡើងខ្មៅជាងមុនចំពោះរឿងសម្រស់កញ្ញាកុយអេណាបានបញ្ជាក់ថានាងមិនខ្វល់ពីរឿងសម្រស់នោះទេពីព្រោះនាងចង់ធ្វើបេសកកម្មនេះឲ្យចប់និងជោគជ័យអ្វីត្បិតតែសម្បុររបស់នាងមើលទៅខ្មៅបន្តិចមែនប៉ុន្តែស្រស់ស្អាតនិងគួរឲ្យស្រឡាញ់ណាស់ដូចដឹងស្រាប់ហើយថានាងជាមនុស្សម្នាក់ដែលស្រឡាញ់សម្បុរបែបនេះ